សូមជូនព័ត៌មានក្តៅដែលកំពុងផ្ទុះនៅលើបណ្ដាញសង្គម Facebook អធិការរងនគរបាលស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមត្រូវក្មេងស្ទាវចាក់នឹងដែកមុតស្រួចចំខ្ទង់ច្រមុះក្បែរភ្នែកបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែតនិងបញ្ជូនបន្តទៅវៀតណាមដោយសារគាត់នៅសន្លប់នៅឡើយព្រោះឈាមកកនៅក្នុងខួរក្បាលលោកវរៈសេនីយ៍ទូម៉ាប់សុផាតត្រូវបានក្រុមក្មេងបង្កហិង្សាដាក់ពេលលោកដឹកនាំកម្លាំងនគរបាលចុះអន្តរាគមន៍ទប់ស្កាត់ក្រុមក្មេងស្ទាវវាយគ្នាកាលពីយប់ថ្ងៃទី24ខែមេសាឆ្នាំ2026នៅក្នុងកម្មវិធីប្រដាល់គុណខ្មែរមួយដែលរៀបចំដោយទូរទស្សន៍ថោនពិតជាអាណិតក៏ដូចជាអណោចអធមចំពោះគាត់ខ្លាំងមែនទែនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមអធិការឋាននគរបាលស្រុកស្ទឹងត្រង់គ្រប់ជូនលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាមកម្មវត្ថុស្ដីពីករណីលោកវរៈសេនីយ៍ទូម៉ាប់សុផាតឋានៈអធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននៃអធិការឋាននគរបាលស្រុកស្ទឹងត្រង់រងរបួសធ្ងន់ធ្ងរក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយនៃដែលបានចែងក្នុងកម្មវត្ថុខាងលើខ្ញុំបាទមានកិត្តិយសសូមគោរពរាយការណ៍ជូនលោកឧត្តមសេនីយ៍ស្នងការជ្រាបថានៅយប់ថ្ងៃទី24ខែមេសាឆ្នាំ2026លោកវរៈសេនីយ៍ទូម៉ាប់សុផាតអត្តលេខ58 535ឋានៈអធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននៃអធិការឋាននគរបាលស្រុកស្ទឹងត្រង់បានដឹកនាំកម្លាំងអន្តរាគមន៍ចលបាតចល័តក្នុងភូមិសាស្ត្រឃុំព្រែកកក់លុះរហូតដល់វេលាម៉ោង23:05នាទីថ្ងៃខែឆ្នាំដដែលបានទទួលព័ត៌មានរាយការណ៍ថាមានករណីហិង្សាដោយចេតនាក្រុមក្មេងស្ទាវវាយប្រតប់គ្នានៅកន្លែងកម្មវិធីប្រដាល់គុណខ្មែររបស់ទូរទស្សន៍ថោននៅចំណុចភូមិបឹងដែង1ឃុំព្រែកកក់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមក្រោយពីទទួលបានព័ត៌មានភីលៀមលោកវរៈសេនីយ៍ទូម៉ាប់សុផាតបានដឹកនាំកម្លាំងអន្តរាគមន៍ចុះទៅដល់កន្លែងកើតហេតុនិងបានចាប់ខ្លួនក្រុមក្មេងស្ទាវភ្លាមពេលកំពុងប្រតិបត្តិការស្រាប់តែមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកឧបករណ៍មុតស្រួចចាក់ចំខ្ទង់ច្រមុះក្បែរភ្នែកខាងស្ដាំចំនួន2កន្លែងរងរបួសធ្ងន់ធ្ងរបណ្ដាលឲ្យដួលសន្លប់ភ្លាមនៅកន្លែងកើតហេតុរីឯជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចយើងបង្ក្រាបខ្លួននៅកន្លែងកើតហេតុភ្លាមនិងនាំខ្លួនជនសង្ស័យមកសាកសួរនៅអធិការឋាននគរបាលស្រុកស្ទឹងត្រង់ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីចំណែកលោកវរៈសេនីយ៍ទូម៉ាប់សុផាតត្រូវបានកម្លាំងនគរបាលយើងយកមកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់និងបញ្ជូនបន្តទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមតែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យខេត្តសម្រាប់ចិត្តបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែតតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យលោកវរៈសេនីយ៍ទូម៉ាប់សុផាតមានឈាមកកក្នុងខួរក្បាលសន្លប់មិនទាន់នឹងខ្លួននៅឡើយនិងកំពុងបញ្ជូនបន្តទៅព្យាបាលប្រទេសវៀតណាមអាស្រ័យដោយបានគោរពរាយការណ៍ជូនខាងលើសូមលោកឧត្តមសេនីយ៍ស្នងការមេត្តាទទួលជ្រាបនេះគឺជាហេតុការណ៍មួយដែលរន្ធត់ខ្លាំងហើយក៏ចូលរួមសោកស្ដាយខ្លាំងមែនទែនចំពោះទង្វើរបស់ក្មេងស្ទាវដែលធ្វើទៅលើគាត់បែបនេះសាហារ៉ា